នោះបាទសួស្តីបងប្អូនបាទ នេះបាទវេលាព្រឹកនេះដែរខ្ញុំមាននីលការស្នែងគោមួយបាទស្នែងគោមួយបាទតែស្នែងកោងស្អាតមែនទែនបាទស្នែងកោងវត្តក្រោយបាទគឺស្នែងនេះគឺស្នែងចាស់ភាសាតែម្ដងបាទហើយពុំមានស្នែងឥឡូវពុំមានដូចអញ្ចឹងទេបាទនេះគឺស្នែងជំនាន់បុរាណមកម្ល៉េះបាទស្នែងនេះខ្ញុំរក្សាទុកយូរហើយដោយសារដោះកោងស្អាតមែនទែនបងប្អូនមើលបាទហើយដល់ពេលអញ្ចឹងទៅខ្ញុំបានយកមកចាប់ធ្វើជានីលការតែម្ដងបាទឈើមួយសាច់បងប្អូនបាទឈើកកោះបាទឈើកកោះតែម្ដងបាទស្អាតគឺស្នែងស្អាតតែម្ដងបាទនិយាយពីស្នែងបាទឈើកោះហើយយើងដាក់ភ្នែកដៃហើយយើងមានសរសៃភ្នែកបាទនេះហើយយើងធ្វើជាប្រណិតមែនតើហើយមេឈើអីទៅយើងចាក់ទម្លុះអស់ដែរបាទនេះបាទឈើកកោះបាទយើងដាក់ឈើរៀងកម្ៅចេះឲ្យវាដូចតែម្ដងដូចពណ៌បាទនេះកតុយពូកតុយអីយើងចាក់ដាច់ស្អាតតែម្ដងបាទស្អាតបងប្អូនមើលឆ្វេងមើលស្ដាំដូចជាកាមេរ៉ាខ្ញុំថតបាទពីលើបាទយើងមានរៀងកម្ពស់តិចទៅយើងដាក់មើលទៅស្អាតបាទអីវ៉ាន់ប្លែកនេះព្រឹកនេះបាទតើតោមកខ្ញុំបានកក់បានបងប្អូនបាទរួចហើយបាទ